ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាសាកសម័យជាមួយខ្ញុំបន្តិចឧបមាថានៅសុកខ្ញុំមានសុខភាពល្អតែភ្លាមស្រាប់ថាមានថប់ដង្ហើមមានញ័រទ្រូងហើយមានឆាប់ភ័យឆាប់ខ្លាចចៃដន្យអីខ្ញុំបើកវីដេអូមើលឬក៏ខ្ញុំ search មើលពីបញ្ហាអស់ហ្នឹងខ្ញុំឃើញមានវីដេអូនិយាយពីបញ្ហាជំងឺស្រើឬក៏ជំងឺផ្លូវចិត្តតើខ្ញុំបើខ្ញុំមិនជាហត់អីខ្លាំងទេតែខ្ញុំគប្បីសុកខ្ញុំទៅជួបគ្រូពេទ្យផ្លូវចិត្តក្នុងការខ្ញុំព្យាបាលឬក៏ស្រាវជ្រាវទៅលើជំងឺនឹង direct តែម្ដងឬក៏បែបណាមែនតើអ្នកអស់សាក់គិតផ្លែឲ្យឆ្លើយចម្លើយមែនតើអត់ទេបើសម្រាប់ខ្ញុំអត់ទេនេះជារបស់មួយដែលអត់សូវមានអ្នកគេប្រាប់បងប្អូនតែក្នុងបច្ចេកទេសគឺជារបស់ដែលសំខាន់មែនតើបើយើងនិយាយពីជំងឺផ្លូវចិត្តវាជារបស់មួយដែលសម្រាប់គិតក្រោយបានន័យថាម៉េចអ្នកជំងឺព្យាបាលជំងឺផ្លូវចិត្តក៏បីទាត់ចោលទៅលើបញ្ហាសុខភាពផ្លូវកាយឲ្យអស់តាមតែអាចធ្វើទៅបានទៅតាមលទ្ធភាពប្រព័ន្ធសុខាភិបាលដែលនៅជិតគាត់អាចជាអីខ្លះអាចជាគាត់ពិនិត្យឈាមអាចជាគាត់ទៅគ្រូពេទ្យផ្លូវកាយក្នុងការដែលគាត់ស្ដាប់សួតស្ដាប់បេះដូងដូចជារបស់ដែលខ្ញុំពាក់នឹងកនេះអញ្ចឹងរបស់ហ្នឹងសាមញ្ញទេប៉ុន្តែអាចទាត់ចោលបានច្រើនអញ្ចឹងគ្រូពេទ្យដែលនៅជិតគាត់គ្រូពេទ្យដែលនៅជិតអ្នកជំងឺហ្នឹងអាចស្ដាប់ទៅវាអាចជាជំងឺហឺតវាអាចជាជំងឺសួតផ្សេងវាអាចជាបញ្ហាចង្វាក់បេះដូងដើមប្រក្រតីឬក៏ប្រការណាមួយចឹងពេលខ្លះការស្រាវជ្រាវទាំងអស់មួយចំនួនមិនទាំងអស់ទេសាមញ្ញអត់ចាំបាច់ធ្វើអីច្រើនគាត់ស្ដាប់បេះដូងស្ដាប់សួតតិចតួចយើងអាចដឹងថានេះមិនមែនជាជំងឺបេះដូងមិនមែនជាជំងឺសួតបូកជាមួយនឹងការសួរនាំទៅលើប្រវត្តិរបស់អ្នកជំងឺហ្នឹងអញ្ចឹងជារបស់មួយដែលសំខាន់ប៉ុន្តែឧទាហរណ៍ថាបើយើងមានបញ្ហាហ្នឹងហើយយើងទៅដល់ជួបគ្រូពេទ្យផ្លូវចិត្តបើគ្រូពេទ្យផ្លូវចិត្តដែលគាត់ជាអ្នកដែលមើលជំងឺប៉ាកែឬក៏មើលជំងឺល្អគាត់នឹងសួរនាំយើងពីសំណួរច្រើនការសួរទៀតសោតគឺមិនមែនសួរសំណួរផ្លូវចិត្តមុននេះខ្ញុំនិយាយអ្នកនរគ្នាស្ដាប់លេងនៅក្នុងពេទ្យឧបមាថាអ្នកជំងឺម្នាក់បាត់ចូលមកគាត់ប្រាប់យើងថាគាត់មានបញ្ហាជើងខាងស្ដាំនៅក្នុងបច្ចេកទេសគ្រូពេទ្យគាត់បីតែមើលជើងខាងឆ្វេងមុនមើលជើងខាងឆ្វេងអស់ចិត្តបានមកមើលជើងដែលឈឺហ្នឹងតែនឹងហេតុអីហ្នឹងពេលខ្លះគេអត់ឲ្យយើងបដោតកន្លែងឈឺផ្ទាល់ទេយើងភ្លេចនៅកន្លែងដែលអត់ឈឺហើយមួយទៀតគេទុកជើងម្ខាងហ្នឹងជា baseline ក្នុងការដែលយើងបានន័យថាជាមូលដ្ឋានក្នុងការទៅប្រៀបធៀបជើងម្ខាងទៀតម្ខាងនឹងមានហើមអត់អាខាងនេះទូចអាខាងនេះធំជាងអីអញ្ចឹងទៅបើយើងនិយាយពីការងារតាក់ទងមួយជំងឺផ្លូវចិត្តគ្រូពេទ្យគឺទីមួយគាត់សួរប្រវត្តិហៅថា history taking ហ្នឹងគាត់បើអ្នកជំងឺគាត់មានបញ្ហាគាត់ធ្លាប់មើលផ្លូវកាយពីមុនមានតែឈាមអីមកជាមួយយើងមើលទៅឯកសារធ្លាប់ថតនេះថតសួតថតបេះដូងយើងមើលទៅមើលទាំងអស់ហ្នឹងហើយគឺច្បាស់ល្អយើងជាអ្នកដែលព្យាបាលផ្លូវចិត្តបញ្ហាគេយើងផ្ដោតទៅរបស់យើងមកបើសិនជាបញ្ហាមុនអត់អីអាហ្នឹងគឺងាយពេលខ្លះទៀតបើសិនជាគាត់មកយើងអ្នកគ្រូពេទ្យផ្លូវចិត្តពេលខ្លះខ្ញុំអត់ដឹងពីថាគេធ្វើម៉េចទេប៉ុន្តែបើខ្ញុំបើសិនសង្ស័យខ្ញុំអាចស្ដាប់សួតស្ដាប់បេះដូងអញ្ចឹងហើយបើសិនជាយើងព្យាបាលពីចង្ងាយសំណួរសាមញ្ញមួយដែលខ្ញុំថាសួរដែលខ្ញុំមិនដែរចោលគឺតើបងបញ្ហាហ្នឹងបងដែរពិនិត្យទៅលើនៅគ្រូពេទ្យនៅផ្ទះគ្រូពេទ្យនៅស្រុកបងហ្នឹងថាតើធ្លាប់មើលផ្លូវកាយអត់គេមើលឈាមអីមានអីប្រក្រតីអត់អញ្ចឹងព្រោះអាហ្នឹងគឺជាក្លេសំខាន់មួយក្នុងការដែលយើងទាត់ចោលជំងឺបើសិនជាគេពិនិត្យអីហើយអត់មានឃើញអីគួរកន់កអាហ្នឹងយើងអាចផ្ដោតទៅលើរបស់យើងព្រោះបញ្ហាត្រង់ថាអញ្ចេះអ្នកខ្លះគាត់ភ្លេចក្លេកន្លែងហ្នឹងគឺគាត់ច្បាស់អីគាត់ទៅតែហ្នឹងអញ្ចឹងពេលខ្លះជំងឺវាស្រដៀងគ្នាខ្ញុំឧទាហរណ៍ដូចបងប្អូនស្ដាប់មុនអញ្ចឹងការហត់វាអាចមកពីបេះដូងវាអាចមកពីសួតវាអាចមកពីជំងឺផ្លូវចិត្តអញ្ចឹងវាអាចខ្វះសារធាតុរ៉ែក៏អាចធ្វើហត់ដែរបញ្ហាទៅលើកង្វះគ្រាប់ឈាមក៏ហត់ដែរជាពិសេសគ្រាប់ឈាមក្រហមហ្នឹងហ្មងដោយសារការដឹកអុកស៊ីហ្សែនអត់សូវបានប៉ុន្តែខ្ញុំយករឿងងាយៗមកនិយាយឲ្យបងប្អូនស្ដាប់អាហ្នឹងបើសិនជាយើងជាអ្នកមើលជំងឺច្រើនយើងជួបច្រើនយើងអាចឆាប់ចាប់បានហត់ដោយសារបញ្ហាបេះដូងគឺវាហត់តាក់ទងមួយសកម្មភាពបានន័យថាម៉េចគាត់ដើរឆ្ងាយ
គាត់ដើរក្នុង100ម៉ែត្រ200ម៉ែត្រគាត់ចាប់ដើមហត់ហើយបើអត់គាត់នៅស្ងៀមគាត់ប្រសើរជាងមុនតាក់ទងជាមួយការដេកដើរឈរអង្គុយនៅពេលដែលគាត់គេងទៀតគឺគាត់ហត់កាត់រត់តែខ្លាំងអាហ្នឹងបញ្ហាបេះដូងហើយការហត់មួយទៀតគឺសឹមហត់បេះដូងគឺសឹមម្ដងបន្តិចអញ្ចឹងទៅបើការហត់ដោយសារសួតវាអាស្រ័យលើជំងឺដែរប៉ុន្តែជំងឺដែលងាយច្រឡំគឺអាស្មាឬក៏ជំងឺហឺតអាហ្នឹងគឺវាតាក់ទងអីតាក់ទងនឹងផ្សែងតាក់ទងនឹងក្លិនតាក់ទងនឹងធូលីពេលដែលប៉ះទៅភ្លាមថប់ណែនហើយគាត់មានប្រវត្តិអញ្ចឹងពីក្មេងអាហ្នឹងគឺយើងអាចទាត់ចោលជំងឺបានដោយសំណួរសាមញ្ញអីហ្នឹងក៏អាចធ្វើឲ្យយើងដឹងបានដែរហើយគាត់អាសាមានក្អកអាសាមានអីអញ្ចឹងបើគ្រូពេទ្យគេស្ដាប់សួរទៅគេអាចដឹងមានសលេងត្បៀតនៅទងសួរមានសលេងដូចជាពពុះមានអីអញ្ចឹងទៅអាហ្នឹងបើយើងជាអ្នកដែលគ្រូពេទ្យដែលគាត់មានមូលដ្ឋានវិទ្យាសាស្ត្ររឹងមាំដូចជាគាត់អាចអាសាអ្នកស្តាដើរតាមពេទ្យដើរតាមអីច្រើនគឺគាត់អាចដឹងហើយអូខេមកដល់តាក់ទងជាមួយស្រើតវាភ្លាមស្តៀងសួរដែរប៉ុន្តែអត់តាក់ទងនឹងធូលីអត់តាក់ទងនឹងការធ្វើចលនាតាក់ទងជាមួយនឹងបរិយាកាសតាក់ទងដោយបន្ទប់ហប់តាក់ទងជាមួយនឹងអារម្មណ៍មានមនុស្សច្រើនតាក់ទងជាមួយនឹងstress តាក់ទងមួយអីចឹងទៅធ្វើឲ្យគាត់ហត់ភ្លាមអីចឹងទៅហើយมันមានសញ្ញាក្អកมันមានសញ្ញាអីទេប៉ុន្តែអាចមានទាំងហក់អីចឹងដូចជារកខ្យល់ឬអីអ្នកខ្លះទៀតហត់ពេលគាត់ចូលបន្ទប់ដែលបិទចិត្តអីចឹងចាប់ដើមហត់ទាំងបន្ទប់ហ្នឹងវាមិនមានដល់ថ្នាក់ខ្វះអុកស៊ីហ្សែនធ្ងន់ធ្ងរអីអញ្ចឹងមែនតើរបស់ហ្នឹងគឺងាយប៉ុន្តែគាត់តែចេះបងប្អូនពេលទៅរកគ្រូពេទ្យទូទៅបងប្អូនត្រូវរកគ្រូពេទ្យដែល reliable ហើយបើន័យថាធម្មតាការងារវិស័យអីដូចវិស័យអីសុខគេសុខយ៉ាងដូចគ្នាមានអ្នកដែលធ្វើការល្អមានអ្នកដែលធ្វើការរៀងចង់ដៃចង់ជើងអីចឹងទៅអ្នកខ្លះទៀតរបស់ខ្លះសាមញ្ញងាយធ្វើទេអាចសំលុយអ្នកជំងឺបានគាត់ធ្វើតេស្តចង់2-300តេស្តចឹងទៅពេលខ្លះតេស្ត error អង្គុយបកប្រែទៅសន្និដ្ឋានខុសអីចឹងទៅអញ្ចឹងពេលខ្លះការទាត់ចោលមួយចំនួនមិនមែនមានន័យថាទៅចំណាយលុយច្រើនភ្លាមអីរបស់ខ្លះសាមញ្ញរបស់ខ្លះអាចនឹងធ្វើការមែនអញ្ចឹងវាអាចមានភាពបត់បែនទៅតាមអ្នកបច្ចេកទេសអីចឹងទៅអញ្ចឹងមែនតើងាយសាមញ្ញសង្ឃឹមថាអ្នកនរគ្នាពេលខ្លះពេលដែលមានបញ្ហាអីចឹងយើងកុំស្លន់ស្លោហើយយើងមើលទៀតប្រមូលព័ត៌មានអីចឹងទៅហើយបើសិនជាមានចង្អុលអីបងប្អូនអាចឆាតសួរគ្រូពេទ្យដែលគាត់នៅចិត្តផ្ទះសិនហើយបើសិនជាការព្យាបាលនៅផ្ទះមួយខែពីរខែអត់បានផលហើយនឹងសោះស្រាយរកបន្តអីទៀតចឹងតាមការៈយើងអញ្ចឹងមែនតើអរគុណចំពោះការតាមដានសូមអរគុណសូមជម្រាបលា